What's your extension number? What's your extension number? Extension number តើលេខសម្គាល់របស់អ្នកគឺប្រមាណ extension ហ្នឹងបើថាសម្គាល់ number លេខសម្គាល់របស់អ្នកយករបស់អ្នក What's your extension number លេខសម្គាល់របស់អ្នកគឺប្រមាណហ្នឹងគេសំដៅលើកាតលើអីណាហើយតែគេមានលេខសម្គាល់ហ្នឹងគេប្រើហ្នឹងគឺ extension number what អ្នកផុសត្រ S នេះវាមកពី what is អានេះ I would like to reserve a room ខ្ញុំចង់កក់បន្ទប់មួយហើយ room ហ្នឹងបន្ទប់មួយ reserve ហ្នឹងបើថាកក់ទុក reserve អានេះ I would មកពី I would ណា I apostrophe D នេះមកពី I would អញ្ចឹងខ្ញុំចង់កក់បន្ទប់មួយ I would like to reserve a room I would like to reserve a room I would like to make a reservationហ្នឹងក៏បកថាកក់ទុកដែរអញ្ចឹងបើថា make a reservation បើថាកក់ទុកបន្ទប់ឬក៏កក់ទុកអីមួយហ្នឹងគេប្រើហ្នឹងគឺ make a reservation make a reservation អានេះស្មើនឹងបអា reserve នេះដាក់ពីមុខតែពេលយើងប្រើពាក្យ reservation យើងដាក់សិននៅក្រោយមានយើងដាក់ប្រើពីក្រោយវិញអញ្ចឹងអានេះជា verb គឺ reserve បើថាកក់បន្ទប់មួយនេះ make a reservation មានន័យថាធ្វើការកក់បន្ទប់មួយ I would like to make a reservation what kind of room would you prefer ហ្នឹងយើងបកថាចូលចិត្តឬក៏ត្រូវការខាញហ្នឹងយើងបកថាប្រភេទឬក៏យើងបកថាតើអ្នកត្រូវការបន្ទប់ប្រភេទណាតើអ្នកត្រូវការបន្ទប់ប្រភេទណា prefer បកត្រូវការឬក៏ចូលចិត្តខាញនេះយើងបកថាប្រភេទឬបែប kind of a room ព្រោះថាប្រភេទបន្ទប់ឬក៏បន្ទប់ប្រភេទណា What kind of room would you prefer តើអ្នកត្រូវការបន្ទប់ប្រភេទណា What kind of room would you prefer ចា prefer នេះបើថាត្រូវការនេះយើងអាចថា would you like ក៏បានយើងប្រើពាក្យ like ទៅក៏បានដែរអញ្ចឹង like ហ្នឹងវាស្មើនឹងពាក្យ prefer like នេះdo ballroom ឬក៏មួយទៀតគេអានថា double room double ហ្នឹងបើថា2ឬក៏គេហៅថា plus អញ្ចឹងបន្ទប់ដែលមានមនុស្សអាចមនុស្សដាក់មនុស្សបាន2នាក់បន្ទប់ដែលអាចមនុស្សហ្នឹងស្នាក់នៅបាន2នាក់គឺ double room or a single room សួរថាបន្ទប់មនុស្ស2នាក់ឬក៏បន្ទប់មនុស្សម្នាក់បន្ទប់របស់មនុស្ស2នាក់ឬបន្ទប់របស់មនុស្សម្នាក់ single ហ្នឹងបើថាម្នាក់ឬតែឯងតែនេះបន្ទប់មានមនុស្ស2នាក់ឬក៏បន្ទប់មនុស្សតែម្នាក់ a double room or a single room a double room or a single room បន្ទប់មនុស្ស2ឬក៏បន្ទប់មនុស្សម្នាក់